Và ngày nay là cô bền bồi dương thì mỗi hosting static website staticហ្នឹងគេហៅ web 1តោះនេះទាំងអស់គ្នាស្គាល់ web 2 អត់ web 2 គេ dynamic ពួក Facebook ណាជា web 3ស្គាល់អត់ execute ពួក blockchain ណាអញ្ចឹង website មានចំនួនវាមាន3ណា web 1 web 2 web 3ហើយមួយទៀត create static IP អញ្ចឹងទី1ពួកយើងមានម៉ាស៊ីនហើយបាទអ្នកទាំងអស់គ្នាចូលមកចូលនៅក្នុង AWS របស់យើងចូលទៅរកម៉ាស៊ីនរបស់យើង EC2 បងប្អូន install nginx ឲ្យអស់ហើយអ្នកទាំងអស់គ្នាចុច instant នេះមកបាទ complete លុបនេះចោលផងយើងរត់ឃើញម៉ាស៊ីន complete OIO ណារត់របស់យើងយកធូរថ្លៃអញ្ចឹងអ្នកទាំងអស់គ្នាចុចលើ instant របស់យើងនេះ click start instant ព្រោះប្រើចប់យើងមិន stop អញ្ចឹងឯង start stop នៅនេះអញ្ចឹងគ្រូចុច start instant បាទ refresh មួយមកអូខេអញ្ចឹងយើង click លើនេះបងប្អូនគ្នា connect ចុចលើនេះមិនអញ្ចឹងហ៎មិនអញ្ចឹងហ៎បាទចុច connect លើវាមកចង់ connect វា copy ASX នេះមិនអញ្ចឹងបាទ ASX របស់យើង location ណាអ្នកទាំងអស់គ្នាទៅរកហ្នឹងទៅលោកគ្រូបើក terminal ថ្មីលោកគ្រូទុកនៅក្នុង download AWS ហើយលោកគ្រូ pass វាចូល enter បាទ yes មកហើយ yes អូខេចូលមកដំបូងការងារយើងធ្វើអីគេទាំងអស់គ្នា sudo app update មិនចឹងហ៎ការងាររបស់យើងចូលមកដំបូង upgrade 5 package នេះអ្នកទាំងអស់គ្នាអាចទៅ check បានណា comment check នេះ app please upgradable មុន upgrade មក print បើផងអញ្ចឹងដើម្បីដឹក nginx យើងដែរយើងប្រើគេ comment គេ sudo system ctl អីគេទាំងអស់គ្នាបាទ setter អីគេ nginx បាទលុបសវីចោលដំណើរការ active មែនទេបាទបើអត់ដំណើរការយើង restart reload វាមកណាបាទអញ្ចឹងដើម្បីដឹងថាវាដើរចេញ page របស់ nginx អត់ទាំងអស់គ្នាមិនទៅ copy IP របស់វាអញ្ចឹង IP របស់ម៉ាស៊ីនយើងនេះនៅក្នុង easy2 នេះបងប្អូន copy យកអានេះមកបាទហើយយើងមកផាសមើលដើរអត់បាទដែរទេអញ្ចឹងលោកគ្រូមិនបរៀនអ្នកទាំងអស់គ្នាឲ្យ connect ASX មានចាំបានទេបាទអញ្ចឹង FTP របស់លោកគ្រូអ្នកទាំងអស់គ្នាមានអស់ហើយណាហ្នឹងណាបើមិនព្រោះលំហាត់យើងមានអស់ហើយយើងតគ្នាមករហូតតាអានេះលោកគ្រូគាត់ start មកតាបាទអញ្ចឹង IP របស់លោកគ្រូមិញលោកគ្រូ copy ទុកនៅចូលកែ IP ធ្វើម៉េច site manager មែនទេបាទ site manager នេះ IP លោកគ្រូកង់ copy ណាតែជាក់ស្ដែងនៅក្នុងមេរៀននេះយើងអត់ចង់ copy ហើយ copy ទៀតទេពេលដែលបិទបើកមិនសិនណាយើងចង់បាន static IP មួយដែលត្រឹមត្រូវតែបានទេយ៉ាងបាទអញ្ចឹងលោកគ្រូបរៀនអ្នកទាំងអស់គ្នាទៅ copy static IP ទៅបង្កើត static IP ចូលទៅក្នុង AWS របស់យើងនេះដដែលបងប្អូនចូលទៅ instant នេះដដែលបាទហើយបន្តមកបងប្អូនចុច elastic IP អត់តាន់មានទេអញ្ចឹងបងប្អូនចុច allocate elastic IP នេះមកបាទ add tag នេះមកបងប្អូនដាក់មកថាលោកគ្រូដាក់ថាstatic IP លោកគ្រូដាក់ថារបស់ static បាទគ្រាន់តែថែមឲ្យវាចំណាំទេណាបាទបានឡើយនេះលោកគ្រូកែដាក់ឡើយនេះ static ទៅបាទអញ្ចឹងបាន IP ហើយអត់តាន់ភ្ជាប់ម៉ាស៊ីនទេទាំងអស់គ្នាគ្រាន់តែ click នៅលើ IP ហ្នឹងមកបងប្អូនចុច associate elastic IP address តាមណាអញ្ចឹងបាទចុចមកអ្នកទាំងអស់គ្នាមាន instant នេះ instant លោកគ្រូឈ្មោះមួយនេះបាទចុចលើហ្នឹងហើយអត់បាក់ធ្វើអីទៀតទេចុច associate អូខេយើង copy IP នេះមកយើងយកមកដាក់ចូលនៅក្នុងគេ Fazilla យើងមែនទេបាទឲ្យវាទៅ static ណានេះបាទហើយចុច connect មកដើម្បី upload file ចូលបានទាំងអស់គ្នាធ្វើម៉េចយើង upload ចូល root នេះ root ឡើយនេះបាទហើយបន្តមកគេ file
អីគេទៀតបងប្អូនបាទ www អញ្ចឹងដើម្បី upload ចូលបានឆេញ permission នេះផងណាបាទអញ្ចឹងអ្នកទាំងអស់គ្នាឆេញ permission ធ្វើម៉េចបាទ sudo ចូល location វាមកហ្មងក៏បានដែរចាំតិចលោកគ្រូកៀង terminal គ្រូបើក terminal ថ្មីបាទទៅ copy cd download aws គ្រូទៅ copy sh ថ្មីសិន instant របស់យើងចុច connect ISA client របស់យើងនេះភាសាទៀតណាគ្រូ copy នេះបាទហើយចូល terminal របស់យើងនេះមកបាទផាសកន្លែងនេះមិនដាច់ connection បាទ yes ចឹងអ្នកទាំងអស់គ្នាចូល CD វ៉ាយើងកែពីទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ sudo ch mode ដាក់ធម្មតាមកសិនណា7 3ដងមិនបាច់គិត permission security ឲ្យចាំឲ្យចាំគ្រូបរៀនតទៀតណាដល់កន្លែង security កែវាវិញអញ្ចឹង7 3ដងអីគេ www តាមបានអញ្ចឹងឆេញ mode វាហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវដូរ sudo ch mode 7 3ដងដូចគ្នាបាទមួយអញ្ចឹងសិនណា www ហើយ html តាមបានអញ្ចឹងបាទហើយអ្នកទាំងអស់គ្នាត្រូវតែ copy ចូល www ហើយប្រើ comment move ត្រូវតែប្រើ comment move ណាអត់ឲ្យចាប់ទាញដាក់ direct តែម្ដងទេអញ្ចឹងលោកគ្រូមានកន្លែងនេះលោកគ្រូដាក់ចូល www លោកគ្រូរក file របស់លោកគ្រូសាយគៀង file សិលាចាំតិច file សិលា file size manager បាទ connect អូខេបាទពួកប្អូនមករកនៅក្នុងកុំព្យូទ័ររបស់យើងនេះមក desktop របស់កុំព្យូទ័រយើង home នេះគ្រូតូនក្នុង desktop ណា index របស់លោកគ្រូ desktop បាទ index គ្រូយកមកដាក់ចូលក្នុងវ៉ាកន្លែងនេះហើយគ្រូដាក់ក្នុង www តាមបានអញ្ចឹងបាទអត់តាន់ដាក់ចូលនេះណាដាក់នេះវាដឹងអត់ដើរហើយតែកូដដៅលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាប្រើ comment mv បាទរុញចូលបាទចូលហើយទាំងអស់គ្នាមកប្រើ comment mv មួយបាទ ls វាមក cd www ឃើញ index.html ហ៎អញ្ចឹងអ្នកទាំងអស់គ្នាប្រើ comment mv sudo mv comment mv ណា move ទៅ location ដែលត្រឹមត្រូវគឺ index របស់យើងនេះ move ចូលទៅក្នុងគេ html file តើណាអញ្ចឹងបាទហើយអ្នកទាំងអស់គ្នា cd html បាទលីសវាមកឃើញមាន index ឥឡូវតោះយើងចូល browser យើងទាំងអស់គ្នាតើចេញអត់បាទនេះ browser របស់យើង copy IP មិញ IP វាលេខប៉ុន្មានចង់ផ្លេច connect នេះ IP របស់វាបាទ copy មក Rovi បាទនៅ nginx យើង refresh មួយមកចាំបន្តិចណាគ្រូទៅមើលនៅក្នុងនោះសិនបាទអត់ refresh តើ clear ចុងការ clear ខាច់អីចឹងណាindex.html អត់មកហង
ăn bao hết à bắt bắt đấy phải chăm tích của một rất bắt pha lại ấy chi mà bắt đây mu tiên trôm xa tiền à success và ww và index mv index.html cho html sudo mv index.html cho html cd html miền này miền này từ đây miền này mẹ bàn link mới này chẳng thèm mấy riêng đi fresh page chứ mà đá bà nè page nè ô đi fresh mà bà chẳng nhớ chẳng ní chỉ static website đại dương nằm nào cả dùng cá dương thứ cá flop ta cái phở mình chẳng ấy và hai page job ta có thể thèm mấy complex bật machine phong cụ họ đón cho tập plek phẹp của dương page job bật machine đấy chẳng của dương job nó bật machine tôi bây giờ cái free cho ai ta có thể đấy thời ta bật machine lại ní stop tao nói chẳng và stop hai ta có thể upload cho YouTube hay pass trên link ai lực hụ Mineta lực hụ này check to công tờ 10 tiền đấy